អសួស្តីមិត្តភ័ក្តិយើងទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមកបង្រៀនអំពីតម្លើង Easy Touch នៅលើអេក្រង់របស់ iPhone ណាហើយនឹងបិទ Easy Touch នៅលើ iPhone ដូចគ្នាអញ្ចឹងមានន័យថាខ្ញុំបង្រៀននេះគឺដើម្បីពុកបងប្អូនដែលគាត់មិនចង់មាន Easy Touch លើអេក្រង់ហើយអ្នកខ្លះទៀតគឺគាត់ចង់បាន Easy Touch នៅលើអេក្រង់ទូរស័ព្ទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅទស្សនាវីដេអូទាំងអស់គ្នាបាទជាដំបូងបងប្អូនធ្វើការចុចទៅក្នុង setting នេះមកបាទឧបករណ៍ចាក់ហ្នឹងបាទចុចលើនឹងមកបងប្អូនបាទបន្តមកទៀតវាចេញទម្រង់បែបនេះអញ្ចឹងពុកម៉ែបងប្អូនអស់តាមខ្ញុំមកអញ្ចឹងវាអាកន្លែង Easy Touch ទៀតពុកម៉ែបងប្អូនចុចអាកន្លែងមនុស្សឈរហ្នឹងមកបាទបន្តពីអាកងចាក់ហ្នឹងបាទចុចលើវាមកមើលមួយបាទបន្តមកទៀត Easy Touch ហ្នឹងនៅលើទូរស័ព្ទរបស់ខ្ញុំវាអត់មានទេអញ្ចឹងយើងធ្វើបង្ហាញសម្រាប់អ្នកដែលចង់មាន Easy Touch នៅលើអេក្រង់ណាបាទបន្តមកទៀតពុកម៉ែបងប្អូនអូសមកបាទដំបូងចុចកន្លែងហ្នឹងបន្តមកទៀតអូសមកក្រោមមកយកកន្លែងនេះអាកន្លែងហុកមករៀមដៃហ្នឹងបាទនឹងដៃច្អល់នឹងដៃមេហ្នឹងមកបាទចុចកន្លែងហ្នឹងបាទពោកមកបាទបន្តមកទៀតនៅខាងលើវាមកអស់បាទបងប្អូនបាទ Easy Touch ហ្នឹងបាទអញ្ចឹងសម្រាប់មិត្តយុវវ័យដែលចង់បាន Easy Touch បាទអ្នកខ្លះគេថាដាក់ Easy Touch លើអេក្រង់ពិបាកអញ្ចឹងយើងការបិទវិញអញ្ចឹងន័យថាខ្ញុំប្រាប់នេះគឺបានទាំងពីរចំណេះផងដែរបាទទី1គឺយើងធ្វើការបើកវាសិនបាទពេលបើកគឺវានឹងលោតមកណាតែបើសិនជាបងប្អូនគាត់ថាអត់ចេះប្រើទេដោយសារ Easy Touch ហ្នឹងវារៀងងាយៗលើអេក្រង់ពេលយើងចុចទៅប៉ះតែវារហូតអញ្ចឹងណាអញ្ចឹង Easy Touch នេះគឺវាមានច្រើនបាទមានច្រើនណាយើងមាន Easy Touch ក៏ស្រួលដែរតែអ្នកខ្លះគាត់ចេះប្រើ Easy Touch គាត់ចង់បានទេអញ្ចឹងបើចង់បាន Easy Touch ទេបិទកន្លែងហ្នឹងមកបាទណាតែសម្រាប់ខ្ញុំត្រូវការប្រើវាចាំបាច់ដើម្បីធ្វើវីដេអូទៅយើងបង្ហាញលើ Easy Touch ទៅវាស្រួលដែរណាអញ្ចឹងយើងធ្វើការបើកមកបាទបន្តមកទៀតវារួចរាល់ហើយបងប្អូនបាទឥឡូវថយមួយបាទនេះដំបូងយើងថយទៀតមកថយអស់ឥឡូវខ្ញុំបញ្ជាក់ម្ដងទៀតបាទវីដេអូទី2បញ្ជាក់ណាអញ្ចឹងទី1គឺយើងចង់បើកឬក៏បិទ Easy Touch យើងធ្វើការចូលមកកន្លែងនេះបាទដោយសារមុនហ្នឹងគឺយើងអត់មានអាហ្នឹងទេយើងអត់ដឹងថាបងប្អូនដឹងថាចុចតាអីតាអីទេអញ្ចឹងយើងចុចមកកន្លែងហ្នឹងមកបាទតទៅទៀតអូទៅខាងក្រោមតទៅទៀតនេះអាកន្លែងរៀមដៃដែលយើងនិយាយមិញណាចុចលើហ្នឹងមកតមកខាងលើនេះបើសិនជាពុកម៉ែបងប្អូនគាត់ថាប្រើទៅទឹកអាហ្នឹងវាចុចទៅចំតែអាហ្នឹងបាទវាមើលទៅស្មុគស្មាញយើងអាចបិទវាបានចុចកន្លែងនេះមកបាទបិទទៅវាបាត់ហើយបាទតែបើយើងគិតថា Easy Touch វាសំខាន់ដែរសម្រាប់ទូរស័ព្ទស៊េរីទាបគឺយើងត្រូវប្រើ Easy Touch ជាចាំបាច់ដើម្បីកុំឲ្យខូចប៊ីតុងគៀនបាទអញ្ចឹងណាអញ្ចឹងយើងធ្វើការបើកមកសម្រាប់ខ្ញុំចូលចិត្តបើកដោយសារខ្ញុំធ្វើវីដេអូដើម្បីយកអានឹងកវានៅលើអ្វីដែលយើងចង់បង្ហាញអញ្ចឹងយើងចុចថយវិញមកយ៉ាចំវាទៀតណាថយមកបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទជួបគ្នានៅវីដេអូក្រោយបាទសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តវីដេអូហ្នឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងបាទបើអញ្ចឹងទេមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូបានបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ